ចេះធ្វើទៅរួចអស់និយាយមកបងប្អូនបាទសូមមើលបាទហើយចុះអីក៏ម្លេះព្រោះចុះបើចង់អង្គុយក្បែរលោកប្រធានាធិបតីនាយករដ្ឋសុំទោសបាទលោកប្រធានាធិបតីអាមេរិកណាហេតុអ្វីក៏មិនឲ្យក្រុមការងារទៅសុំពិធីការគេនៅពេលគេមុននឹងគេរៀបចំនៃពិធីចុះហត្ថលេខាទៅចាំបាច់ឡើងមកធ្វើអញ្ចឹងធ្វើនេះមិនមែនលយទេបាទមិនមែនឲ្យគេសរសើរទេធ្វើនេះបំបាក់មុខខ្លួនឯងបាទបំបាក់មុខខ្លួនឯងបាទមើលទៅដូចជាអ្នកចេះដឹងមួយរូបដែរប៉ុន្តែដល់ពេលគាត់បុស្ចិតឲ្យបងប្អូនបណ្ដឹងថាជាយ៉ាងម៉េចទេបាទបានជាមកដូរបដាឈ្មោះពីនាយករដ្ឋមន្ត្រីកម្ពុជាលើកចេញយកមកដាក់ខ្លួនឯងដើម្បីឲ្យកាមេរ៉ាឲ្យអ្នកកាសែតថតមកឃើញថាខ្លួនហ្នឹងកំពុងអង្គុយជាប់នឹងលោកនាយករដ្ឋលោកប្រធានាធិបតី Donald Trump បាទអញ្ចឹងគឺខ្ញុំហួសចិត្តនឹងការនិយាយឥឡូវទុកឲ្យបងប្អូនអ្នកជជែកអ្នកមើលតាមខ្លួនឯងណាបាទនៅក្នុង page ជា channel នេះបាទខ្ញុំមិនមានពាក្យអ្វីថ្លែងជាមួយនឹងពិធីការដ៏លីលារបស់លោកនាយករដ្ឋមន្ត្រីថៃទេបាទតែយ៉ាងណាក៏ដោយបាទខ្ញុំបាទក៏សូមអបអរសាទរបាទអស្ចារ្យមែនបងប្អូនអស្ចារ្យមែនទីបំផុតអ្វីដែលប្រជាជនកម្ពុជាមួយនគរកំពុងតែទន្ទឹងរង់ចាំថាតើការចុះហត្ថលេខារបស់លោក Donald Trump ជាមួយនឹងសម្ដេចនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជានិងនាយករដ្ឋមន្ត្រីនៃប្រទេសថៃតាក់ទងជាមួយនឹងការចុះហត្ថលេខាលើការថាកិច្ចព្រមព្រៀងសន្តិភាពតើអាចធ្វើទៅរួចទេអញ្ចឹងកំឡុងពេលនេះគឺរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជានិងថៃរួមជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកក៏បានចុះហត្ថលេខាដែលមានការសម្របសម្រួលដោយលោកនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីអញ្ចឹងឥឡូវនេះគឺយើងឃើញហើយថាតាមរយៈការផ្សាយផ្ទាល់បាទទាំងជាតិអន្តរជាតិយើងឃើញថាប្រទេសរបស់យើងបានចុះហត្ថលេខារួចរាល់ហើយប៉ុន្តែតកតងទៅនឹងសេចក្តីថ្លែងការណ៍រួមរវាងប្រទេសកម្ពុជានិងប្រទេសថៃខ្ញុំនឹងអានជូនបន្តិចនេះប៉ុន្តែអ្វីដែលជាការកត់សម្គាល់របស់ខ្ញុំនៅក្នុងពិធីនៃការចុះហត្ថលេខានេះប្រហែលជាពុកម៉ែបងប្អូនមួយចំនួនក៏បានឃើញដែរតែខ្ញុំកត់សម្គាល់ឃើញថាពិធីការនៃការរៀបនៃការអង្គុយគឺយើងឃើញថាសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតរបស់យើងបានអង្គុយជាប់នឹងគៀកជាមួយនឹងលោកប្រធានាធិបតី Donald Trump ហើយមិនត្រឹមតែប៉ុណ្ណោះយើងឃើញថានៅក្នុងពិធីនៃការចុះហត្ថលេខានោះផងដែរក៏លោកប្រធានាធិបតី Donald Trump មាននៅការជជែកបាទតាក់ទងជាមួយកិច្ចការងារផ្សេងបាទយើងឃើញថាលោកប្រធានាធិបតី Donald Trump ពិតជាយកចិត្តទុកដាក់ជាមួយនឹងសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតមែនទែនហើយសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតរបស់យើងក៏បានរាក់ទាក់ជាមួយនឹងលោកប្រធានាធិបតីអញ្ចឹងយើងឃើញថានេះគឺជាភាពស្និទ្ធស្នាលក៏ដូចជាការស្និទ្ធស្នាលនេះមិនមែនគ្រាន់តែជាការស្និទ្ធស្នាលនៃថ្នាក់ដឹកនាំកម្ពុជាទេប៉ុន្តែប្រហែលជាពួកលោកទាំងពីរជជែកគ្នាអំពីកិច្ចការងារផ្សេងបាទជាពិសេសតកតងទៅនឹងកិច្ចព្រមព្រៀងនៃសន្តិភាពរវាងប្រទេសកម្ពុជាហើយនិងប្រទេសថៃតែម្ដងអញ្ចឹងវាមិនមែនជារឿងមួយសាមញ្ញជារឿងមួយងាយទេបងប្អូនយើងដឹងថាប្រធានាធិបតីសហរដ្ឋអាមេរិកគឺជាមេដឹកនាំកម្ពុជាពិភពលោកជាមហាអំណាចលេខ1លើពិភពលោកដូច្នេះនៅពេលដែលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីនាយករដ្ឋប្រធានាធិបតីសហរដ្ឋអាមេរិកធ្វើដំណើរទៅកាន់ប្រទេសណាឬក៏តំបន់ណាអញ្ចឹងគឺកាសែតអន្តរជាតិធំក៏ដូចជាអ្នកតាមដាននៅព្រឹត្តិការណ៍ពិភពលោកគឺតែងតែចាប់សម្លឹងតែងតែតាមដានថាតើលោក Donald Trump កំពុងតែធ្វើសកម្មភាពអ្វីហើយគាត់ទៅនិយាយជាមួយអ្នកណាគាត់កំពុងតែមានជំនួបជាមួយអ្នកណាហើយគាត់ធ្វើកិច្ចការងារលើអីអញ្ចឹងគឺកាសែតធំលើពិភពលោកបានគេថាចាប់ព្រួយដើម្បីសម្លឹងមើលកាយវិការរបស់គាត់តាំងពីចុងជើងរហូតដល់ចុងសក់ដែលឡែកនៅម៉ោង12ថ្ងៃត្រង់នៃថ្ងៃទី26ខែតុលាឆ្នាំ2025នេះកាសែតពិភពលោកធំកំពុងតែសម្លឹងមើលនៅការចុះហត្ថលេខានៃកិច្ចព្រមព្រៀងរវាងបាទប្រទេសកម្ពុជាហើយនិងប្រទេសថៃដែលមានលោក Donald Trump ចូលរួមចុះហត្ថលេខាជាមួយគ្នាផងដែរអញ្ចឹងគឺធ្វើឲ្យរំជួយពិភពលោកបាទពីព្រោះអីលោក Donald Trump ក៏ទើបតែជាប់ឆ្នោតឡើងមកធ្វើការដឹកនាំសហរដ្ឋអាមេរិកមិនបានទាន់មួយឆ្នាំស្រួលបួលផងគឺលោកបានចូលរួមធ្វើកិច្ចការងារបង្រួមសន្តិភាពពិភពលោកយ៉ាងច្រើនមិនថាត
ទាំងនៅតំបន់អឺរ៉ុបទាំងនៅតំបន់អាស៊ីជាពិសេសនៅតំបន់អាស៊ានរបស់យើងគឺប្រទេសកម្ពុជាហើយនិងប្រទេសថៃអញ្ចឹងខ្ញុំសង្ឃឹមនឹងជឿជាក់ថាបន្ទាប់ពីការចុះហត្ថលេខានៃកិច្ចព្រមព្រៀងសន្តិភាពនេះរវាងប្រទេសកម្ពុជានិងប្រទេសថៃខ្ញុំសង្ឃឹមនឹងជឿជាក់ថាប្រទេសថៃនឹង follow នឹងធ្វើតាមទៅលើអ្វីដែលជាលក្ខខណ្ឌទៅលើអ្វីដែលជាកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានចុះហត្ថលេខាមិនតែប៉ុណ្ណោះគឺមានសហរដ្ឋអាមេរិកហើយនិងប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាននឹងក៏បានចុះហត្ថលេខារួមគ្នាផងដែរអញ្ចឹងនេះគឺជារឿងមួយដែលល្អមែនទែនហើយមិនត្រឹមតែប៉ុណ្ណោះយើងឃើញសហរដ្ឋអាមេរិកលោក Donald Trump ជជែកបាទជាមួយនឹងសម្ដេចធិបតីរបស់យើងអញ្ចឹងមិនងាយទេបងប្អូនមិនងាយព្រឹត្តិការណ៍នេះចេះតែកើតឡើងទេហើយលោកនាយករដ្ឋមន្ត្រី Donald Trump ក៏មិនចេះតែទៅនិយាយទោះបីជាបុគ្គលនោះជាមេដឹកនាំកម្ពុជាជាអិសរាជជនជាន់ខ្ពស់ក៏ដោយប៉ុន្តែបើអត់កិច្ចការងារចាំបាច់អីគឺអត់ទេបាទពីព្រោះពិធីការរបស់ Donald Trump របស់ប្រធានាធិបតីសហរដ្ឋអាមេរិកនេះគឺតឹងរឹងណាស់បងប្អូនគឺធ្វើអីស្ថិតនៅក្រោមត្រសែភ្នែករបស់កងសន្តិសុខឬអង្គរៈការពារឬពិធីការយ៉ាងរឹងមាំមែនទែនប៉ុន្តែអញ្ចឹងយើងឃើញហើយថាយើងអាចវិភាគបានថាការជជែកបន្ថែមជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានេះវាមិនមែនជារឿងចៃដន្យទេហើយសុទ្ធតែជាការយកចិត្តទុកដាក់ពីប្រមុខមេដឹកនាំកម្ពុជាពិភពលោកបាទយើងដឹងហើយថាសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតលោកបានបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិកជាពិសេសផ្នែកយោធាទៀតដូច្នេះគឺសម្ដេចនាយករដ្ឋមន្ត្រីគាត់ដឹងអំពីកិច្ចការងាររបស់សហរដ្ឋអាមេរិកឬក៏ដឹងអំពី policy ពិធីការផ្សេងដូច្នេះហើយគឺការប្រស្រ័យតាក់ទងជាមួយនឹងប្រមុខមេដឹកនាំកម្ពុជាបែបនេះគឺពិតជាល្អមែនទែនពុកម៉ែបងប្អូនហើយយើងឃើញហ្នឹងគឺលោក Donald Trump គាត់យកចិត្តទុកដាក់មែនទែនដូចខ្ញុំបានលើកឡើងខាងលើអញ្ចឹងថាមិនងាយទេបាទមិនងាយទេបើយើងគិតមើលប្រទេសយើងជាប្រទេសមួយតូចសេដ្ឋកិច្ចរបស់យើងក៏កំពុងតែមានការអភិវឌ្ឍប៉ុន្តែមេដឹកនាំកម្ពុជាលេខ1ពិភពលោកបានយកចិត្តទុកដាក់នេះជារឿងមួយដែលអស្ចារ្យជាទីបំផុតហើយជារឿងមួយដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំង17លាននាក់កំពុងតែសម្លឹងនៅចក្ខុមិនដាក់ភ្នែកតាមដាននៅព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ាននេះជាពិសេសនៅពិធីចុះហត្ថលេខានៃកិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជាហើយនិងប្រទេសថៃបាទសំទោសបាទពីព្រោះអីយើងដឹងហើយថារយៈកាលសង្គ្រាមមកប្រាវរវាងប្រទេសកម្ពុជានិងប្រទេសថៃគឺយើងបានខាត់បងទាំងពីរបាទមិនថាទាំងប្រទេសកម្ពុជាមិនថាទាំងប្រទេសថៃដែលឡែកប្រទេសថៃខ្ញុំជឿជាក់ថា 100% គាត់នឹងខាត់បងធំជាងប្រទេសកម្ពុជារបស់យើងដោយសារប្រទេសរបស់គាត់ធំបាទការនាំចេញរបស់គាត់ច្រើនប៉ុន្តែកម្ពុជារបស់យើងគឺជាអ្នកទិញបាទគឺជាអ្នកបើកច្រកដើម្បីនាំចូលប៉ុន្តែដល់ពេលដែលយើងបិទច្រកដល់ពេលដែលយើងបិទសេដ្ឋកិច្ចផ្សេងគឺធ្វើឲ្យថៃមានការកកស្ទះមានការពិបាកក្នុងការនាំចេញអញ្ចឹងធ្វើឲ្យសេដ្ឋកិច្ចរបស់គាត់មានការធ្លាក់ចុះប៉ុន្តែនៅពេលដែលយើងធ្វើការទំនាក់ទំនងគ្នាឲ្យល្អឡើងវិញខ្ញុំសង្ឃឹមនឹងជឿជាក់ថាអ្វីនឹងបានល្អប្រសើរនៅពេលខាងមុខទៀតបាទបើទោះបីជាយ៉ាងណាក៏ដោយខ្ញុំក៏សូមអាននៅសេចក្តីប្រកាសព័ត៌មាននៃលទ្ធផលនៃពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបាទអញ្ចឹងខ្ញុំសូមធ្វើការអានជូនតែម្ដងបាទអញ្ចឹងសេចក្តីថ្លែងការណ៍បាទសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃថ្ងៃទី26ខែតុលាឆ្នាំ2025ទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនៅថ្ងៃទី26ខែតុលាឆ្នាំ2025តបតាមការអញ្ជើញរបស់ឯកឧត្តម Dato Seri បាទនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួមជាមួយនឹងឯកឧត្តមអាណូនីបាទអាណូទីនបាទសំទោសបាទលោកអាណូទីនដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួររវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីពិធីនេះក៏មានការចូលរួមធ្វើជាសាក្សីពីឯកឧត្តម Donald J. Trump
ប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តម Dato Seri ដែលជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីថ្ងៃនេះត្រូវបានកំណត់ត្រាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ជាសាររង្វាន់សម្រាប់កម្ពុជានិងថៃដែលបានបញ្ជាក់ឡើងវិញនូវការជឿជាក់រួមគ្នានៃប្រទេសយើងទាំងពីរថាសន្តិភាពនៅតែអាចមានដរាបណាប្រជាជាតិនានាមានសេចក្តីក្លាហាននិងសុភវិនិច្ឆ័យក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នាតាំងនាមប្រជាជនកម្ពុជាសម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមប្រធានាធិបតី Donald J. Trump ក្នុងភាពជាអ្នកដឹកនាំដ៏ម៉ឺងម៉ាត់និងការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគ្រប់គ្រងសន្តិភាពជានិរន្តរ៍រវាងកម្ពុជានិងថៃនិងចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ក្នុងការជួយបាទធ្វើឲ្យសមិទ្ធផលនេះคล้ายជាការពិតបាទសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ចំពោះការគ្រប់គ្រងដោយឥតងាករេនឹងការសម្របសម្រួលរបស់ឯកឧត្តមក្នុងដំណើរការស្វែងរកសន្តិភាពនេះរហូតដល់ទីបញ្ចប់ប្រកបដោយជោគជ័យសម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអាស៊ានចិននិងប្រទេសដៃគូនានាដែលបានគ្រប់គ្រងបទឈប់បាញ់តាំងពីដើមរៀងមកកម្ពុជាបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងមុតមមក្នុងការអនុវត្តយ៉ាងពេញលេញនិងដោយភាពស្មោះត្រង់នៅសេចក្តីថ្លែងការណ៍រួមនេះនិងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសថៃនិងដៃគូទាំងអស់ដើម្បីធានាថាសន្តិភាពនេះនឹងស្ថិតស្ថេរនិងនាំមកនូវផលប្រយោជន៍ជាក់ស្ដែងដល់ប្រជាជននៃប្រទេសយើងទាំងពីរសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យមានការបន្តគ្រប់គ្រងនិងការរួមចំណែករបស់សហគមន៍អន្តរជាតិនិងដៃគូនានាដើម្បីធានាសម្រេចបានជាផ្លែផ្កានៃសេចក្តីថ្លែងការណ៍រួមនេះឆ្លៀតក្នុងឱកាសនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមមចំពោះការដោះលែងទាហានកម្ពុជាទាំង18នាក់ជាបន្ទាន់ក្រោមហេតុផលមនុស្សធម៌និងស្របតាមការឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមនេះជាចុងក្រោយដោយទទួលស្គាល់ការលះបង់ដ៏ធំធេងនិងកិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមប្រធានាធិបតី Donald J. Trump ក្នុងការលើកកម្ពស់សន្តិភាពមិនត្រឹមតែរវាងកម្ពុជានិងថៃប៉ុណ្ណោះទេថែមទាំងក្នុងចំណោមប្រជាជាតិទាំងឡាយនិងដើម្បីបង្ហាញនូវការដឹងគុណរបស់ប្រជាជនកម្ពុជាសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានប្រកាសស្នើបេក្ខភាពឯកឧត្តមប្រធានាធិបតី Trump សម្រាប់ពានរង្វាន់ Nobel សន្តិភាពបាទអញ្ចឹងកូឡាឡាំពួរថ្ងៃទី26ខែតុលាឆ្នាំ2025បាទអញ្ចឹងនេះគឺជាសេចក្តីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហើយនិងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃទាក់ទងទៅនឹងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដែលមានអញ្ជើញចូលរួមជាសាក្សីពីឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីបាទអញ្ចឹងនេះគឺជាព័ត៌មានអាប់ដេតថ្មីក្តៅសម្រាប់ជម្រាបជូនដល់ពុកម៉ែបងប្អូនដែលនិយមគ្រប់គ្រងលើ page channel ជឿជាក់ហើយខ្ញុំនឹងមានព័ត៌មានអាប់ដេតបន្តទៀតជូនពុកម៉ែបងប្អូនអញ្ចឹងខ្ញុំសូមបញ្ចប់តែត្រឹមនេះសូមអរគុណ